បងប្អូនទីបំផុតឃើញថាបងស្រីបានកែប្រែខ្លួនឯងពីស្លៀកពាក់ដែលមិនស្អាតណាទៅជារាងស្អាតវិញហើយដោយសារតែបងប្រុសគាត់បានជួយកែប្រែទៅការតុបតែងស្លៀកពាក់របស់គាត់នេះខាងបងនិងប្រពន្ធបងអ្នករៀបចំឲ្យគាត់ទេបងបាទពុទ្ធសាសនាអូយបងប្អូនឃើញថាសុវ័យចិត្តមែនទែនឃើញថាប្តីប្រពន្ធគាត់អ្នកជួយរៀបចំឲ្យហើយឮថានៅពេលដែលស្លៀកពាក់ទៅអារម្មណ៍គាត់បែបណាដែរបងប្រុសគាត់យំគាត់ថាគាត់ខានស្លៀកពាក់ស្អាតយូរហើយដល់ពេលស្លៀកពាក់ហើយសុំឲ្យប្រពន្ធខ្ញុំជួយផាន់មុខទៀតអូយបងប្អូនអើយអាណិតណាស់ចង់ស្អាតចង់ល្អក៏ប៉ុន្តែធ្វើមិនដេចបើគាត់កំពុងតែមានបញ្ហាវិបត្តិបែបនេះហើយអាណិតគាត់ខ្លាំងមែនទែនហើយក៏អរគុណទៅដល់បងប្រុសដែលជាអ្នករៀននៅខាងរុស្ស៊ីខាងយោធាគាត់បានឧបត្ថម្ភថវិកាចំនួន33,000រៀលតាមរយៈខ្ញុំហើយទីទៀតខ្ញុំឲ្យក្រុមការងារបាញ់ទៅបងប្រុសផ្ទាល់តែម្ដងអូនចាំបាញ់ទៅឲ្យបងប្រុសទៅគាត់មកកាលពីពេលម្សិលមិញគឺស្ថានភាពគាត់គឺឃើញថាខោអាវទៅព្រោះគាត់អត់មានកន្លែងជ្រកអត់មានកន្លែងរស់នៅហើយបន្ទាប់ពីនឹងទៅនឹងឃើញថាបងប្រុសគាត់អាចនឹងទំនប់បំរុងរកផ្ទះជួលឲ្យគាត់ស្នាក់អាស្រ័យសិនតម្រាំតែគាត់អាចរត់ឯកសារបានទៅប្រទេសគាត់វិញឃើញថាបន្ទាប់ពីផ្សព្វផ្សាយរួចមានបងប្អូនជាច្រើនបានតាក់ទងមកដើម្បីជួយរកនៅដំណោះស្រាយជួយគាត់ដើម្បីធ្វើម៉េចឲ្យបានទៅប្រទេសគាត់វិញព្រោះដោយសារតែគាត់រស់នៅប្រទេសយើងរយៈពេលប្រហែល6ឆ្នាំហើយគាត់ចង់ទៅប្រទេសគាត់វិញណាហើយអរគុណបងប្រុសបន្ទាប់ពីផ្សព្វផ្សាយរួចថាតើមានខាងណាខាងណៃខ្លះដើម្បីតាក់ទងមកបងមានបងប្អូនយើងច្រើនតាក់ទងសួរកូដខ្លះក៏បានផ្ញើលុយមកដែរហើយខ្លះក៏គាត់ចង់តាក់ទងពាក់ព័ន្ធជាមួយការជួយគាត់ជាមួយនឹងការទូតប៉ុន្តែពាក់ព័ន្ធមួយឯកសារគាត់ប្រហែលជាពិបាកតិចដោយសារគាត់ជនជាតិរុស្ស៊ីប៉ុន្តែប៉ាសពតគាត់មិនមែនរុស្ស៊ីទេអូហើយមើលសុភាអូនស្រីតិចអូនស្រី Hello អូននិយាយបានណាបន្ទាប់ពីពូផ្សព្វផ្សាយពាក់ព័ន្ធជាមួយនឹងរឿងគ្រួសារក្មួយរួចតើឥឡូវនេះម្ដាយអូនគាត់សប្បាយចិត្តអត់សប្បាយអូនសួរគាត់តិចមើលឥឡូវម៉ាក់ចង់ទៅប្រទេសគាត់វិញអត់គាត់Мама, а ты хочешь вернуться в свою родную страну? Ну, когда наводнение пройдет, обязательно. Да. គាត់ថាចង់ទៅណ៎អូនសួរគាត់មើលថាតើគាត់ចង់បានអ្វីទៀត Мама, можно он с тобой чуть-чуть поживет? Чего? Он свой басет, он сказал совсем другие слова. អត់ចង់បានអីទេណ៎ចង់បានតែទៅប្រទេសវិញទេណ៎ចឹងបើតាមអ្វីដែលគាត់លើកឡើងគាត់ចង់អ្វីដែលចង់បានបំផុតនៅពេលនេះគឺចង់បានតែទៅប្រទេសគាត់ទេបាទចង់បានទៅព្រោះគាត់ធ្លាប់ដាក់ស្នើឯកសារ2ខែកន្លះហើយអត់ទាន់ឃើញលទ្ធផលទេគាត់និយាយអត់ដឹងតែគាត់ស្នើទៅខាងណាទេបាទបាទអញ្ចឹងមកទល់ពេលនេះបន្ទាប់ពីផ្សព្វផ្សាយរួចអ្នកដែលបំរុងជួយច្រើនប៉ុន្តែអ្នកជួយតិចទេអ្នកជួយបានដូចជាជួយថវិកាតាមរយៈខ្ញុំបានបងស្រីម្នាក់នៅតកៅគាត់ជួយបាន$30បងប្រុសព្រះស្រីតែផ្ទះហូបអានហ្នឹងគាត់ជួយបាន50ហើយមិញហ្នឹងមានបងប្រុសម្នាក់នៅជិតផ្ទះគាត់ឃើញព័ត៌មានគាត់យកលុយមកជូនដល់ផ្ទះហ្នឹង$15,000រៀលដែរបាទអញ្ចឹងអ្នកជួយបានមួយចំនួនទួយដែរហើយខ្ញុំអរគុណមែនទែនទៅដល់បងប្អូនដែលបានធ្វើការជួយឧបត្ថម្ភគាត់ជាបន្តបន្ទាប់នៅក្នុងព័ត៌មាននេះខ្ញុំក៏សូមទទូចទៅដល់ពុកម៉ែបងប្អូនដែលមានទឹកចិត្តចង់ជួយគាត់អាណិតគាត់បងប្អូនអាចជួយឧបត្ថម្ភតាមរយៈ QR code របស់បងប្រុសខ្ញុំនឹងដាក់នៅក្នុង comment អញ្ចឹងបងប្អូនអាចជួយគាត់បានបងប្អូនណាតាមសទ្ធាតាមទឹកចិត្តរបស់បងប្អូនចុះបងប្អូនដូចបានឃើញនេះគាត់បានកែប្រែរូបរាងគាត់ហើយការស្លៀកពាក់ហើយមានការផាត់មកគាត់សប្បាយចិត្តណាបងប្អូននៅពេលដែលខ្លួនឯងបានស្អាតបែបនេះគាត់ថាគាត់ខានស្អាតបែបនឹងយូរហើយព្រោះគាត់មករស់នៅខ្មែរយើង6ឆ្នាំជាប់កេងនៅទីនេះអត់អាចបានទៅវិញដោយសារតែវីសាមានបញ្ហាទី1ទី2បញ្ហានៅថវិកាបងប្អូននៅក្នុងព័ត៌មាននេះខ្ញុំអត់មានអ្វីច្រើនទេមានតែថ្លែងអំណរអរគុណទៅដល់បងប្អូនទាំងក្នុងនិងក្រៅប្រទេសទាំងអស់ដែលបានឃើញព័ត៌មានដែលខ្ញុំផ្សព្វផ្សាយហើយមានទឹកចិត្តក្នុងនាមជាខ្មែរតែងតែធ្វើការចូលរួមជួយជាបន្តបន្ទាប់ទៅលើបងស្រីហើយឥឡូវនេះទឹកប្រាក់របស់បងប្រុសដែលឧបត្ថម្ភតាមរយៈខ្ញុំសូមបាញ់ឲ្យបងបាទចំនួន33,000រៀលបាទដែលគាត់ផ្ញើតាមរយៈខ្ញុំបងប្រុសគាត់គឺជាអ្នកដែលរៀនយោធានៅខាងរុស្ស៊ីបងដល់ពេលអញ្ចឹងទៅគាត់មានទឹកចិត្តនៅក្នុងការឧបត្ថម្ភបាទឧបត្ថម្ភចំនួន33,000រៀលជូនបងបាទបងប្អូននេះទឹកប្រាក់របស់បងប្រុសដែលឧបត្ថម្ភតាមរយៈខ្ញុំបានឧបត្ថម្ភជូនគាត់ហើយអញ្ចឹងសង្ឃឹមថាគាត់អាចនឹងយកប្រើប្រាស់តាមតម្រូវការនៅអ្វីដែលគាត់អាចប្រើបានហើយសង្ឃឹមថានឹងមានបងប្អូនផ្សេងទៀតអាចនឹងជួយគាត់ជាបន្តបន្ទាប់ដើម្បីឲ្យគាត់បានថវិកានេះធ្វើការដោះស្រាយនៃជីវភាពហើយក៏ដូចជាចិញ្ចឹមកូនអាណិតគាត់មែនតើបងប្អូនណាអត់ដែលបានស្លៀកពាក់ខោអាវថ្មីទេនៅពេលដែលបានស្លៀកពាក់ខោអាវថ្មីស្រាប់តែទឹកភ្នែកហូរច្រោះទាំងដែលមិនដឹងខ្លួនព្រោះគាត់ថាគាត់ខានពាក់បែបហ្នឹងយូរហើយសូមឲ្យប្រពន្ធបងប្រុសហ្នឹងជួយផាត់មុខឲ្យទៀតបងប្អូនហើយខ្ញុំសង្ឃឹមថាបងស្រីអាចនឹងទៅបានទៅប្រទេសគាត់វិញឆាប់នេះបងប្អូនជាទីមេត្រីជុំវិញនឹងព័ត៌មាននេះខ្ញុំបានជម្រាបអញ្ចឹងខ្ញុំមិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបពីព័ត៌មានតែប៉ុណ្ណេះសម្បត្តិមានសារ៉ាមរហ័សបៃត្រង់ក៏សូមអរគុណនិងសូមគោរពលាជួបគ្នាជាមួយសម្បត្តិមានសារ៉ានៅព័ត៌មានបន្តសូមអរគុណសម្រាប់យុទ្ធតាពុកម៉ែបងប្អូនមានបញ្ហាចុករយឆ្អឹងខ្នងគៀបសាច់ដុំលំមួសាច់ដុំចុកកករយបាតជើងចឹងបងប្អូនគ្នាបាទមានបញ្ហាឈឺកន្លែងណាបិទកន្លែងហ្នឹងជាមួយនឹងអៀកយិនសិនយ៉ាងធា